រឿងគង់ហ៊ានកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះគង់គាត់មានប្រពន្ធពីរនាក់គឺនាងគុំនិងនាងអាប់ថ្ងៃមួយអ្នកទាំងបីនាំគ្នាទៅសួរសុខទុក្ខបងប្អូននៅស្រុកឆ្ងាយពួកគាត់ត្រូវដើរកាត់ព្រៃមួយដែលមានខ្លាមួយកាចសាហាវវាតែងដេញខាំមនុស្សគោក្របីស៊ីជាអាហារជារឿយលុះពួកគាត់ទៅដល់ពាក់កណ្ដាលព្រៃខ្លាក៏ស្រែកសន្ធាប់ស្ទុះដេញពីចម្ងាយអ្នកគង់ភ័យពេកក៏រត់ចូលក្នុងរូងឈើមួយដែលនៅក្បែរផ្លូវគាត់ភ័យញ័រទទ្រើកហើយរៀកនោមដាក់ខោដោយមិនដឹងខ្លួនរីឯនាងគុំនិងនាងអាប់ព្រួតគ្នាវាយខ្លាកំណាចនោះទាល់តែស្លាប់ពេលឃើញខ្លាស្លាប់ភ្លាមអ្នកគង់ស្ទុះចេញពីរូងឈើយកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀតប្រពន្ធទាំងពីរក៏ពោលថាពេលខ្លាដេញខាំរត់ពួនប្រញាប់ពេលខ្លាងាប់ស្រាប់ធ្វើជាប្រឹងវាយអ្នកគង់ឆ្លើយតបដោយបំពេញថាមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុសទេដែលហ៊ានវាយខ្លាតតែស្លាប់នោះពេលឆ្លើយចប់គាត់ក៏បោចវល្លិចងខ្លាហើយនាំប្រពន្ធទាំងពីរសែងខ្លានោះចូលទៅក្នុងស្រុកអ្នកស្រុកបបួលគ្នាមកមើលហើយសួរថាអ្នកឯងធ្វើដូចម្ដេចបានជាបានខ្លានេះកន្លងមកវាតែងតែខាំមនុស្សគោឬក្របីស៊ីជាអាហារអស់ច្រើនណាស់ប្រពន្ធទាំងពីរចង់រៀបរាប់រឿងពិតប្រាប់អ្នកស្រុកដែរតែត្រូវអ្នកគង់ឆ្លើយកាត់ថាពេលដែលខ្លានោះស្ទុះមកខាំខ្ញុំបានបញ្ចេញស្នៀតគុណវាយវាតែ3ស្នៀតវាក៏ប្រកាច់ងាប់ភ្លាមនៅពេលនិយាយចប់គាត់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលអ្នកស្រុកកោតសរសើរហើយហៅគាត់ថាគង់ហ៊ានតាំងពីថ្ងៃនោះមកក្រោយមកស្ដេចទ្រង់ជ្រាបរឿងនេះក៏យកគង់ហ៊ានទៅធ្វើជាសេនាសម្រាប់ច្បាំងលុះយូរបន្តិចមានសត្រូវលើកទ័ពមកច្បាំងដណ្ដើមនគរស្ដេចក៏ទ្រង់ចាត់គង់ហ៊ានឲ្យដឹកនាំទ័ពទៅកម្ចាត់សត្រូវទាំងនោះគង់ហ៊ានព្រួយចិត្តណាស់ដេកសន្ធឹកសន្ធាយអត់បាយពេញមួយថ្ងៃប្រពន្ធឃើញដូចនោះក៏លួងលោមគាត់ឲ្យឈប់ព្រួយហើយធានាថាទៅជួយច្បាំងទាំងពីរនាក់ពេលនោះគង់ហ៊ានអន់ភ័យក្រោកងូតទឹកបរិភោគបាយហើយរៀបចំប្រដាប់ចម្បាំងលុះដល់ពេលចេញដំណើរគាត់ចូលក្រាបបង្គំលាស្ដេចហើយនាំប្រពន្ធទាំងពីរឡើងជិះដំរីដោយមានកងទ័ពហែហោមអមមុខក្រោយត្រៀបត្រាពាសពេញគង់ហ៊ានជិះខាងមុខជិតក្បាលដំរីឯប្រពន្ធទាំងពីរជិះខាងក្រោយពេលមើលទៅឃើញទ័ពសត្រូវច្រើនណែនណាន់កាន់អាវុធជ្រោងច្រាងគង់ហ៊ានភ័យរាកអាចរៀកនោមញ័រដៃញ័រជើងដូចគេអង្រួនក្បាលដំរីឯដំរីញ័រក្បាលមិនឈប់ក៏ចេះតែបោលសម្រុកទៅមុខមុនពួកកងទ័ពឆ្ពុះទៅរកសត្រូវរីឯទ័ពសត្រូវឃើញដូចនេះគិតស្មានថាមេទ័ពនេះពូកែមែនក៏រត់គេចយករួចខ្លួនរៀងខ្លួនលុះសត្រូវបាក់ទ័ពចាត់ខ្ចាយអស់គង់ហ៊ានធ្វើជាអួតក្អេងក្អាងដើម្បីឲ្យកងទ័ពគ្នាឯងកោតសរសើរក្នុងពេលនោះអ្នកដែលមិនដឹងថាគាត់ភ័យរាអាចមកកោតសរសើរគាត់គ្រប់គ្នាចំពោះស្ដេចវិញព្រះអង្គទ្រង់ត្រេកអរនឹងជ័យជំនះនេះណាស់ហើយទ្រង់ប្រទានយសស័ក្តិជានាម៉ឺនធំនិងអំណោយយ៉ាងច្រើនដល់គង់ហ៊ានលុះក្រោយមកទៀតមានក្រពើសាហាវមួយក្បាលបានដេញខាំអ្នកស្រុកដែលធ្វើដំណើរតាមទូកតូចនិងអ្នកដែលចុះមុតទឹកតាមមាត់កំពង់ស្ទើររាល់ថ្ងៃស្ដេចទ្រង់ជ្រាបដំណឹងនេះក៏ទ្រង់ចាត់គង់ហ៊ានឲ្យទៅចាប់ក្រពើនោះភ្លាមលើកនេះគង់ហ៊ានភ័យខ្លាំងជាងលើកមុនពេលទៅដល់ផ្ទះគាត់គិតនឹងប្រពន្ធទាំងពីរថាម្ដងនេះមិនសង្ឃឹមថារួចខ្លួនទេមកជាក្រពើខាំស្លាប់មិនខានពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញឥឡូវនេះនៅក្នុងទឹកធ្វើដូចម្ដេចនឹងកិច្ចរួចដូចនេះមានតែទៅលោតទឹកឲ្យក្រពើខាំស្លាប់តែម្ដងទៅលុះគិតគ្នារួចហើយអ្នកទាំងបីធ្វើជាហៅកូនក្មួយទាំងអស់ទៅជួយចាប់ក្រពើចំណែកឯអ្នកស្រុក
ក៏បបួលគ្នាទៅមើលគង្ហៀនចាប់ក្រពើនោះដែរក្នុងខណៈដែលគង្ហៀនទៅដល់កំពង់ទឹកក្រពើក៏បានហែលមកចិត្តច្រាំងដែលមានដើមឈើពីរដើមដុះជិតគ្នានិងមានប្រកៀបធំមាំដោយបានសម្រេចចិត្តរួចហើយគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកដើម្បីឲ្យក្រពើស៊ីមួយរំពេចនោះសន្ធឹកទឹកធ្វើឲ្យក្រពើភ្ញាក់ព្រឺតប្រឹងលោតឡើងលើក៏ទៅជាប់នឹងប្រកៀបឈើចំពាក់កណ្ដាលខ្លួនរលទៅមុខក៏មិនរួចថយក្រោយក៏មិនរួចពេលងើបក្បាលផុតពីទឹកឃើញក្រពើជាប់ប្រកៀបគង្ហៀនស្រែកបង្គាប់កូនក្មួយឲ្យយកលំពែងនិងកាំបិតចាក់កាប់ក្រពើនោះស្លាប់ទៅពេលនោះពួកអ្នកស្រុកកោតខ្លាចគង្ហៀនគ្រប់គ្នាពីព្រោះពួកគាត់ស្មានថាគង្ហៀនលោតទៅចាប់ក្រពើបោះមកក្នុងប្រកៀបឈើរីឯស្ដេចទ្រង់ជ្រាបថាក្រពើស្លាប់ហើយក៏ដំឡើងយសស័ក្តិឲ្យគង្ហៀនមួយកម្រិតនិងប្រទានរង្វាន់មួយចំនួនធំថែមទៀត